Bầm nói là bạn bỏ quát cứ pi đòn này mà bay phàm. Sầm nôm rương bầm nói cha pi mình miên xạ xây tế. Miên. ប្រាក់កម្ចីនោះគឺបានមកពីមូលនិធិសាធារណៈរបស់ភូមិអ្នកដែលទទួលខុសត្រូវក្នុងការចុះឈ្មោះនៅពេលនោះគឺអ្នកលោកចៅលីជេងខ្ញុំនឹកឃើញហើយវាពិតជាមានមែនយុទ្ធធររបស់សាលាដូនតាថ្ងៃនេះនឹងត្រូវដោះស្រាយទាំងអស់ទី1ដីភ្នំខាងក្រោយបូធានជារបស់សិនជីហ៊ឺមានភស្តុតាងច្បាស់លាស់មិនអាចមានចំនួនទៀតទេទី2បំណុលចាស់និងហិរញ្ញវត្ថុរូប40ដំឡឹងសិនម៉ៅលីនត្រូវសង់ពេញមិនអាចជំពាក់បានទេវិធីសងប្រាក់នឹងត្រូវកំណត់ដោយអ្នកទាំងពីរខ្ញុំនិងព្រឹទ្ធាចារ្យទាំងអស់នឹងធ្វើជាសាក្សីនៅទីនេះសិនម៉ៅលីនការចោទប្រកាន់មិនពិតរបស់អ្នកពេលនេះត្រូវបានត្រួតពិនិត្យហើយថាមិនពិតទេតាមច្បាប់អ្នកត្រូវសុំទោសចំពោះចុងចោទជាសាធារណៈខ្ញុំសុំទោសអ្នកពូទី2និយាយអ្វីខ្ញុំបានឮហើយលោកស្រីវ៉ាងសិនរងចាំបន្តិចដី10ហិកតានៅជឿហ៊ឺនោះប្តីខ្ញុំតែងតែចង់ទៅប៉ុន្តែពីមុនទៅមិនបានឥឡូវយើងនៅតែអាចទៅញ៉ាំបានទេទៅបានបើកទ្វាររកស៊ីជឿហ៊ឺមិនដែលខ្លាចភ្ញៀវទេជឿហ៊ឺស្ត្រីចំណាស់នេះមកថ្ងៃនេះចង់រកការងារធ្វើនិយាយមកមានការអីខ្ញុំមានក្រណាត់នំខេកគុណភាពល្អនៅទីនេះតម្លៃប្រកាសជាមិនធ្វើឲ្យអ្នកខាតទេតើអ្នកគិតថាអាចប្រើបានទេខ្ញុំនឹងដឹកជញ្ជូនទំនិញតាមការកំណត់ហើយតម្លៃអ្នកកំណត់ល្បិចដែលអ្នកបានប្រើលើម្ដាយនាងខ្ញុំយើងទាំងអស់គ្នានៅតែច្បាស់ក្នុងចិត្តបំណុលចាស់ខ្ញុំមិនលើកឡើងទេប៉ុន្តែប្រសិនបើអ្នកចង់ផ្គត់ផ្គង់ទំនិញត្រូវតែមានកិច្ចសន្យាគុណភាពបរិមាណនិងសំណងសម្រាប់ការបំពេញមិនអាចខ្វះមួយណានោះទេបើលក្ខខណ្ឌនេះអាចទទួលយកបានយើងចូលទៅនិយាយគ្នាក្នុងផ្ទះគ្មានបញ្ហាទេអ្នកមើលគំរូនេះសិនទៅលោកយាយហេតុអ្វីបានជាហ្វេងដាអង្គុយនៅទីនេះរងចាំអ្នកត្រឡប់មកវិញឪពុកអ្នកស្មោះត្រង់តាំងពីក្មេងមិនដែលឆ្លោះជាមួយបងប្អូនរបស់គាត់ទេខ្ញុំតែងតែគិតថាខ្ញុំនឹងមិនធ្វើឲ្យមនុស្សស្មោះត្រង់ខាតបងទេប៉ុន្តែអ្នកណាទៅដឹងទៅចុះត្រឡប់ទៅវិញហើយជឿហ៊ឺនៅពេលឪពុកម្ដាយរបស់អ្នកបានស្លាប់តើអ្នកអាយុប៉ុន្មាន7 ឆ្នាំឆ្នាំទាំងនោះខ្ញុំមិនបានការពារអ្នកទេប៉ុន្តែខ្ញុំដឹងថាខ្ញុំលំអៀងទៅខាងពូធំរបស់អ្នកអស់មួយជីវិតរឿងដែលគាត់បានធ្វើខ្ញុំមិនមែនមិនដឹងនោះទេគ្រាន់តែមិនចង់ដឹងលោកយាយខ្ញុំនឹងប្រាប់អ្នកដោយស្មោះត្រង់កាលខ្ញុំនៅក្មេងខ្ញុំធ្លាប់ស្អប់អ្នកប៉ុន្តែឥឡូវនេះខ្ញុំកាន់តែមិនយល់ថាហេតុអ្វីបានជាការលំអៀងអាចឈានដល់កម្រិតនោះប៉ុន្តែរឿងទាំងនេះត្រូវបាននិយាយច្បាស់លាស់នៅក្នុងសាលាដូនតាកាពីម្សិលមិញអ្វីដែលត្រូវសងបំណុលគឺជាបំណុលមនុស្សគឺជាមនុស្សខ្ញុំបែងចែកបានច្បាស់អ្នកចាស់ហើយមិនអាចនៅតែម្នាក់ឯងបានទេខ្ញុំបានសុំវាងសិនឲ្យគាត់ជួយមើលការខុសត្រូវបើមានអ្វីត្រូវការឲ្យគាត់ប្រាប់ខ្ញុំល្អហើយបានជួបលោកយាយរបស់អ្នកហើយនិយាយគ្នាបាន2-3ម៉ាត់អ្នកព្យួរវាទ្វាររបងងឹតព្យួរមួយឲ្យភ្លឺទុកវាខ្ញុំធ្វើក៏អត់អីដែរទុកវាមានពាក្យអ្វីនិយាយមកខ្ញុំចង់រស់នៅជាមួយអ្នកតើមានន័យដូចម្ដេចរៀបការរស់នៅល្អរោគមង្គលការនេះត្រូវតែធ្វើឲ្យលឿនអ្នកម្នាក់ឯងធ្វើមិនទាន់មនុស្សជាច្រើនជួយគ្នាទៅនេះមិនមែនទេនេះគឺជាកំណត់ទ្រព្យដែលខ្ញុំរក្សាទុកក្នុងប្រអប់ការខ្ញុំរៀបការទិញច្រើនពេកហើយមិនបានប្រើអស់ឥឡូវខ្ញុំយកវាមកធ្វើជាឈុតមង្គលការឲ្យអ្នកគឺល្អឥតខ្ចោះគុំគួរសុំជាមួយមីងអីអាចជួយការងារនេះបានខ្ញុំសប្បាយចិត្តជាងអ្នកណាទាំងអស់តាក់ចូលហើយចាប់ពីពេលនេះទៅរបស់ទាំងនេះមិនចាំបាច់យកចេញមកទៀតទេក្រោយមិនបាច់ប្រើទៀតទេសម្រាប់ទៅស្អែកពេលភ្លឺត្រូវបើកទ្វាររកស៊ីទៀតពេលនីតិខូដៅមកដល់យើងពង្រីកដីនៅខាងក្រោយភ្នំមួយផ្នែកទៀតទៅល្អពូចៅផ្ញើសារថាជើងគាត់ល្អជាងមុនច្រើនហើយចង់ផ្លាស់មកនៅទីនេះមួយរយៈបន្ទប់ខាងទំនេរជានិច្ចរៀបចំវ៉ាទៅហេយាយអ្នកមើលទៅជីវិតរបស់យើងគឺល្អណាស់ទៅមុខទៀតនឹងល្អជាងនេះ